មានរឿងរវាងប្រទេសនិងប្រទេសហេតុអីបានជាធ្វើបាបខ្ញុំជាប្រជាជននេះគឺជាសម្លេងតវ៉ាដែលចេញពីច្រកព្រំដែនប្រទេសថៃហើយនឹងប្រទេសខ្មែរដែលប្រជាពលរដ្ឋប្រទេសខ្មែររបស់យើងនឹងគាត់បានតវ៉ាជាមួយនឹងទម្រួតថៃប៉ូលីសក្មេងឬមន្ត្រីក្មេងสักคนเลยแต่ท่านบอกว่าถ้าไม่ให้เราไปถ้าไม่ให้เราไปเราจะออกไปเองเราไปคุยกับพรรคกัมพูชาเองបងប្អូននៅកន្លះម៉ោងមុននេះបន្តិចគឺខាងសារព័ត៌មានថៃបានចាក់ផ្សាយពីយើងថាសម្លេងតវ៉ាពីពលករខ្មែររបស់យើងដែលតវ៉ានៅព្រំដែននេះណាវានៅតែនិយាយពីរឿងចំអកប្រទេសរបស់យើងដដែលបងប្អូនតើតើជាមួយនឹងសាច់រឿងនេះតើតើជាមួយនឹងបងប្រុសយើងហៅគាត់បងប្រុសទេគាត់បានតវ៉ាថាបើកផ្លូវឲ្យខ្ញុំទៅបើសិនជាអ្នកឯងប្រាប់បើកខ្ញុំទៅដល់ព្រំប្រទល់ខ្ញុំនឹងនិយាយជាមួយនឹងជនជាតិខ្ញុំខ្លួនឯងជាមួយនឹងប៉ូលីសខ្ញុំខ្លួនឯងខ្ញុំចង់ដឹងដូចគ្នាអ្នកឯងប្រាប់ខ្ញុំថាខ្ញុំប្រទេសខ្ញុំមិនប្រាប់បើកទទួលប្រជាជនខ្ញុំអញ្ចឹងខ្ញុំចង់ទៅមើលឲ្យច្បាស់ហ្មងណាគាត់ចង់មានន័យថាអញ្ចឹងសម្រាប់នៅខាងយល់លឺសម្លេងមនុស្សស្រីដែលជាជនជាតិថៃនេះគេនៅតែនិយាយតមកថាបើកទៅបើកទាំងពីរចាំបើសិនជាប្រទេសថៃប្រើបើកឲ្យហើយចុះខាងនោះគេមិនប្រើបើកឲ្យវាមិនដែរអាណាខាងប្រជាជនឯងគេប្រើបើកឲ្យកុំចេះតែយកពណ៌យកមកលាបនៅប្រទេសអញទៀតណាអញប្រទេសឲ្យយកកថោឡើងក្បាលទៀតអញ្ចឹងចាក់ទៅជាមួយនឹងរឿងនេះបងប្អូនវាទំតែចុះផ្សាយទំតែកន្លះម៉ោងមុនទេចាក់ទៅជាមួយនឹងសារព័ត៌មានល្បីមួយនៅប្រទេសថៃបងប្អូនអញ្ចឹងចង់ដឹងព័ត៌មានអាប់ដេតយ៉ាងណាកុំភ្លេច follow ខ្ញុំម្នាក់មួយដើម្បីបានទទួលបានព័ត៌មានថ្មីៗទាំងអស់គ្នា